មើលស្ត្រីមេម៉ាយចិត្តត្រូវក្មេងទំនើងធ្វើបាបមនុស្សងាយល្ងើលោតទៅមុខការសម្លាប់1000ឆ្នាំដោយអំណាចខាងវិញ្ញាណនិងបង្ខំឲ្យក្មេងទំនើងត្រឡប់មកវិញមនុស្សងាយល្ងើបានអូស្ត្រីមេម៉ាយឲ្យរត់គេចខ្លួនជាមួយជីវិតរបស់គាត់អាកប្បកិរិយានេះធ្វើឲ្យក្មេងទំនើងខឹងទាំងស្រុងក្មេងទំនើងចាប់បានហើយទាត់ល្ងីល្ងើដល់ដីបណ្ដាលឲ្យក្បាលរបស់គាត់បុកធ្ងន់យ៉ាងខ្លាំងឈាមភ្លាមក្រុមក្មេងទំនើងបានឃើញឈុតនេះហើយគិតថាវាមានគ្រោះថ្នាក់ដល់ជីវិតខ្លាចរត់ចេញស្ត្រីមេម៉ាយឃើញមនុស្សងាយល្ងើដេកសន្លប់នៅលើដីប្រញាប់ឡើងហើយនរណាម្នាក់មកព្យាបាលប៉ុន្តែគាត់ទើបតែចាក់ចេញមួយរយៈមនុស្សងាយល្ងើភ្ញាក់ឡើងយឺតមិនត្រឹមតែជីវិតរបស់គាត់ប៉ុណ្ណោះទេដែលមិនមានគ្រោះថ្នាក់ផ្ទុយទៅវិញ Holford បានដឹងខ្លួនវិញហើយគាត់ក៏ទទួលបានក្បាច់គុណនិងមរតវិជ្ជសាស្ត្រដែលបន្សល់ទុកដោយបុកបុរសមិនយូរប៉ុន្មានស្ត្រីមេម៉ាយបានត្រឡប់មកវិញទឹកភ្នែករំភើបបានហូរចេញពីការមើលឃើញក្មេងប្រុសមានសុវត្ថិភាពនិងសម្លេងក្មេងប្រុសបានលួងលោមគាត់មិនឲ្យសោកសៅបាននិយាយថាគាត់បានត្រឡប់មកធម្មតាវិញហើយចងចាំអ្វីទាំងអស់ប្រសិនបើស្ត្រីមេម៉ាយមិនបានថែរក្សានាងឲ្យបានល្អទេក្នុងអំឡុងពេលនេះខ្ញុំខ្លាចគាត់បាត់យូរហើយឥឡូវដល់វេនអ្នកដើម្បីការពារគាត់ស្ត្រីមេម៉ាយស្ដាប់ដោយអៀនខ្មាស់គាត់ងាកមកហើយនិយាយថាគាត់នឹងចំអិនម្ហូបគាត់ទើបតែបានបោះជំហានពីជំហាននៅពេលគាត់គ្រប់ក្រពះហើយពុតខ្លួនដោយឈឺចាប់យុវជននោះបានដើរទៅមុខភ្លាមបាននាំគាត់ត្រឡប់ទៅផ្ទះវិញហើយដាក់គាត់នៅលើគ្រែដើម្បីពិនិត្យមើលស្ថានភាពគាត់បានធ្វើរោគវិនិច្ឆ័យភាពមិនស្រួលដែលបណ្ដាលមកពីរយៈពេលរបស់គាត់និយាយថាគាត់ពូកែខាងថ្នាំការម៉ាស្សាអាចបំបត្តិការឈឺចាប់ស្ត្រីមេម៉ាយមកក្បាលយកព្រំបុរសនោះដាក់ដៃលើពោះហើយត្រដុសវាក្នុងមួយសន្ទុះក្រោយមកការឈឺចាប់ក៏បាត់ទៅវិញបន្តិចម្ដងស្ត្រីមេម៉ាយក៏ដេកលក់យឺតដោយសន្តិភាពក្មេងប្រុសមើលវាទាំងអស់បានដឹងថាដើម្បីការពារគាត់យ៉ាងពិតប្រាកដអ្នកត្រូវតែមានសមត្ថភាពដូច្នេះខ្ញុំបានទុកកំណត់ចំណាំមួយដើម្បីឡើងភ្នំដើម្បីរើសអស់ថ្នឹងបដូរប្រាក់ហើយសំណាងល្អគាត់មិនមានពេលយូរដើម្បីឡើងភ្នំមុនពេលគាត់បានរកឃើញសត្វឆ្មាអស្តបុរាណដ៏មានតម្លៃដូចជាអេសាសឈូសនិងជីនសៀងព្រៃរបស់ទាំងនោះថ្លៃណាស់នៅលើទីផ្សារដែលធ្វើឲ្យគាត់រំភើបនៅពេលដែលអស្តអាចត្រូវបានប្រមូលពាក់កណ្ដាលក្រហមខ្លាស្រាប់តែចេញពីខាងក្រោយសត្វខ្លាមួយបើកំពុងតែលូនចូលកាន់តែចិត្តគ្រាន់តែមួយផ្លែតសត្វខ្លាបានលោតឈុតនេះធ្វើឲ្យខ្លួនគាត់ភ្ញាក់ផ្អើលប៉ុន្តែគាត់មិនមានពេលវេលាដើម្បីគិតអំពីវាទេយកវត្ថុធាតុដើមអស់ចុះពីលើភ្នំភ្លាមបន្ទាប់ពីលក់អស់ទៅអស់ស្ថានក្នុងទីក្រុងគាត់រកលុយបាន$20,000ជាមួយនឹងប្រាក់គាត់បានទិញរបស់ចាំបាច់ប្រចាំថ្ងៃមួយចំនួនជិះម៉ូតូកង់3ទៅផ្ទះប៉ុន្តែខ្ញុំស្ទើរតែត្រូវបានបុកដោយឡានទំនើបពាក់កណ្ដាលផ្លូវតើអ្នកធ្វើយ៉ាងដូចម្ដេចតើអ្នកមិនបានបើកភ្នែកទេក្មេងប្រុសខ្ជិលពេកក្នុងការឆ្លោះជាមួយគាត់បាននិយាយថាវាអាចត្រូវបានដោះស្រាយដោយប៉ូលីសបន្ទាប់មកការទូទាត់ធ្លាក់ចុះចេញពីឡានការសារភាពថាវាជាកំហុសរបស់ចៅស្រីខ្ញុំសូមចៅស្រីសុំទោសនិងសងជំនួយចិត្ត$3,000ក្មេងប្រុសមើលឃើញគ្នាទៅវិញទៅមកសំហែកផលបន្ទាប់ពីទទួលបានប្រាក់គាត់បានក្រើនរំលឹកដោយសប្បុរសថាគាត់គួរតែទៅមន្ទីរពេទ្យដើម្បីពិនិត្យរាងកាយឲ្យបានឆាប់តាមដែលអាចធ្វើទៅបានដោយសារតែគាត់មិនមានពេលវេលាច្រើនហើយស្ត្រីនោះខឹងខ្លាំងណាស់ស្ដីបន្ទោសក្មេងប្រុសនោះដោយមិនដឹងថាអ្វីដែលល្អឬអាក្រក់យកលុយហើយដាក់បណ្ដាសាបុរសចំណាស់ក្មេងប្រុសនិយាយដោយស្ងប់ស្ងាត់ថាជឿមិនជឿប្រសិនបើមានថ្ងៃបែបនេះអ្នកអាចទៅភូមិលីនស៊ីដើម្បីស្វែងរកវិជ្ជបណ្ឌិតលីបន្ទាប់មកគាត់បានងាកហើយចាក់ចេញទៅតើវិជ្ជបណ្ឌិតលីនៃភូមិលីនស៊ីគឺជាកូនចៅរបស់គាត់ទេបុរសចំណាស់នោះបានស្លាប់អស់រយៈពេល20ឆ្នាំហើយខ្ញុំមិនដែលឮពីគាត់មានអ្នកស្នងតំណែងទេជីតាតើអ្នកកំពុងនិយាយអំពីអ្នកណា